សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមានអីមកចែកម្លែងបន្តិចចង់និយាយថាអញ្ចឹងបងប្អូនទាំងអស់គ្នាមានឆ្ងល់អត់ថាហេតុអីក៏អ្នកមានគេចេះតែមានទៅហើយអ្នកក្រចេះតែក្រទៅដោយសារតែយើងអត់ស្គាល់ពីលុយច្បាស់មែនអត់ឥឡូវយើងចាប់ផ្ដើមមកសិក្សាពីលុយទាំងអស់គ្នាដឹងអត់ថាលុយមានចំណុចសំខាន់4ធំដែលយើងគួរត្រូវតែដឹងទី1គឺចំណាយពីមុនខ្ញុំក៏អត់ដឹងដែរគឺខ្ញុំបានលុយមកប្រហែលគឺខ្ញុំចាយអស់តែម្ដងគឺចំណាយប្រចាំខែអស់តែម្ដងខ្ញុំអត់ដែលដឹងអត់ដែលនិយាយរួមទៅយើងអត់ចាយឲ្យត្រូវផ្លូវដូចគេអ្នកមានណាចំណែកអ្នកមានគេចេះចាយលុយគេចាយឲ្យត្រូវផ្លូវគេចាយលុយត្រូវផ្លូវមិនគេចាយលុយត្រូវផ្លូវគឺគេយកគេចំណាយលុយហ្នឹងយកទៅបង្កើតអាជីវកម្មដើម្បីបានប្រាក់ចំណេញត្រឡប់មកវិញអញ្ចឹងណានឹងគេចាយត្រូវផ្លូវហើយគេយកលុយហ្នឹងទៅបង្កើតសមត្ថភាពគេរកលុយបន្តទៀតយកលុយហ្នឹងទៅបង្កើតលុយបន្តទៀតឲ្យលុយកាន់តែកើនឡើងជាលំដាប់តែម្ដងមិនដូចយើងនេះអត់ទេយើងចាយលុយមួយខែបានមកចាយពីមួយខែទៅមួយខែគឺអស់តែម្ដងគឺសល់តែខែមែនអត់ចឹងអ្នកមានគេចាយត្រូវផ្លូវចឹងយើងត្រូវគេចាយត្រូវផ្លូវដោយសារតែគេយកលុយទៅបង្កើតលុយត្រឡប់មកវិញគេទៅបង្កើតអាជីវកម្មខ្នាតតូចឬក៏គេយកលុយនឹងទៅបង្កើតលុយត្រឡប់មកវិញអញ្ចឹងណាអញ្ចឹងហើយបានគេឲ្យរឹតតែមានបន្តទៀតអញ្ចឹងណាចំណុចទី2គឺការសន្សំមិនបងប្អូនរាល់ថ្ងៃយើងរកលុយមកដែលសន្សំមែនអត់គឺចាយអស់តែម្ដងការសន្សំវាសំខាន់ណាស់ណាវាសំខាន់មកពេលដែលយើងមានលុយសន្សំនៅក្នុងដៃវាជួយដោះស្រាយបញ្ហាពេលដែលយើងឈឺឬក៏កូនឈឺហើយជាពិសេសយើងអត់ចាំបាច់ត្រូវប្រើបំណុលទេពេលដែលយើងខ្វះខាតយើងអត់បាច់ចាំរត់ទៅខ្ចីគេអញ្ចឹងការសន្សំហ្នឹងវាសំខាន់ណាស់ហើយមួយទៀតគឺយើងអាចយកលុយសន្សំយើងហ្នឹងទៅបង្កើតមុខរបរអីមួយសម្រាប់យកមកបង្កើតលុយត្រឡប់មកវិញអញ្ចឹងណាយើងអត់ចាំបាច់ខ្ចីគេយើងមានលុយនៅក្នុងដៃស្រាប់មានលុយទុនបំរុងស្រាប់គឺលុយសន្សំយើងតែបើសិនយើងអត់មានលុយសន្សំយើងធ្វើអីក៏ចាប់ផ្ដើមខ្ចីគេកូនឈឺក៏យើងរត់ទៅខ្ចីគេតែបើយើងមានលុយនៅក្នុងសន្សំយើងស្រួលយើងចង់ធ្វើអីក៏យើងមានលុយគ្រាអាសន្នណាមួយដែលយើងមើលអត់ឃើញគឺយើងមានលុយ